បាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមកចែករំលែកតាក់ទងជាមួយនឹងព័ត៌មានធំរបស់សហរដ្ឋអាមេរិកគឺបាតកម្មនៅថ្ងៃទី28ពលថ្ងៃម្សិលមិញនេះគឺប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកជាង7លាននាក់បាទនាំគ្នាធ្វើបាតកម្មជាង3300កន្លែងទូទាំង50រដ្ឋនៅសហរដ្ឋអាមេរិកដោយបាតកម្មនេះគេឲ្យឈ្មោះថា No King បើនិយាយពាក្យថា No King ដោយសារតែមិនមែនតែយើងទេសហរដ្ឋអាមេរិកផ្ទាល់ពិភពលោកផ្ទាល់មើលទៅអាមេរិកដូចជាម្ចាស់នៃពិភពលោកទាំងមូលហ្នឹងមិនមែនម្ចាស់ត្រឹមតែសហរដ្ឋអាមេរិកគឺជាម្ចាស់នៃពិភពលោកទាំងមូលព្រោះគាត់ចង់ធ្វើអីជារឿងរបស់គាត់ចង់និយាយអីក៏បានគាត់ចង់បាននេះបាននោះនិយាយទៅគាត់តាអងអាត់ម្នាក់ឯងហ្មងគណៈពេលដែលគាត់ជាប្រធានាធិបតីដែលមានអាណត្តិត្រឹមត្រូវហើយការឡើងមកកាន់នេះគឺអាណត្តិទី2អញ្ចឹងនៅសហរដ្ឋអាមេរិកប្រជាពលរដ្ឋជាង7លាននាក់បាទនាំគ្នាធ្វើបាតកម្មជាង3300កន្លែងទូទាំង50រដ្ឋដោយឲ្យឈ្មោះថាបាតកម្មនេះគេហៅថា No King ហើយបាតកម្មនេះរដ្ឋធំមានដូចជា Los Angeles, New York, Washington DC, Minnesota គឺជាកន្លែងដែលខ្លាំងបំផុតបងប្អូនទាំងគ្នា Chicago និង San Francisco ដែលអ្នកចូលរួមត្រូវបានប៉ាន់ស្មានរហូតដល់រាប់លាននាក់ហើយបាតកម្មនេះរៀលដាលមិនត្រឹមតែទីក្រុងធំទេប៉ុន្តែនៅជាយក្រុងទីប្រជុំជនតូចទាំងអស់បាតកម្មនេះស្តៀងនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសបារាំងនិងអាល្លឺម៉ង់ផងដែរបាទតកតងជាមួយនឹងបាតកម្មនេះទៀតសោតបងប្អូនទាំងគ្នាគឺគេមាន4ចំណុចធំដែលគេនាំគ្នាផ្អើលធ្វើការបញ្ជ័យណាចំណុចទី1នោះគឺសង្គ្រាមជាមួយអ៊ីរ៉ង់ដែលធ្វើឲ្យតម្លៃប្រេងតម្លៃស្អីទាំងអស់នៅក្នុងពិភពលោកមានការឡើងថ្លៃចំណុចទី2គឺការបង្ក្រាបអន្តោប្រវេសន៍ខ្លាំងក្លាសាហាវពេករបស់ក្រុម ICE ដែលយើងឃើញព័ត៌មានកន្លងទៅមានការបាញ់សម្លាប់ជនតោវេសច្រើនករណីមានដូចជាឈ្មោះ Rennie Goetz, Kit Porter, Alex Petrie អីផ្សេងជាដើមទៅហើយទី3គឺជាអំណាចដាច់ខាតដែលគេមើលទៅលោក Donald Trump នឹងជាស្ដេចបាទនៅក្នុងសហរដ្ឋអាមេរិកក៏ដូចជាស្ដេចនៃចក្រវាឡនេះហ្នឹងអញ្ចឹងគេប្រឆាំងហើយចំណុចទី4នោះគឺ cost of living អតិផរណា inflation ទូទាំងពិភពលោកជាដូចខ្ញុំនិយាយក្នុងវីដេអូកន្លងទៅអញ្ចឹងផលប៉ះពាល់នេះមិនមែនតែកើតឡើងក្នុងប្រទេសកម្ពុជាមិនមែនកើតឡើងតែក្នុងតំបន់អាស៊ីអាគ្នេយ៍ឬក៏តំបន់អាស៊ីឬក៏ទ្វីបណាមួយទេគឺវាកើតឡើងទូទាំងពិភពលោកដែលធ្វើឲ្យប្រជាពលរដ្ឋប្រជាជនទាំងអស់គ្នាដែលរស់ក្នុងពិភពលោកនេះមានភាពឈឺចាប់មានភាពរងការវិបហាស្អីទាំងអស់ហ្នឹងគឺអត់ឡើងតែដោយសារតែលោកត្រាំម្នាក់គត់បាទអានេះគឺជាបាតកម្មបាទដែលគេឲ្យឈ្មោះថា No King កំពុងតែចលាចលនៅក្នុងសហរដ្ឋអាមេរិកហើយអ្វីដែលយើងឃើញគឺទីផ្សាររបស់ហិរញ្ញវត្ថុទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិកកំពុងតែមានភាពរង្គោះរង្គើខ្លាំងដោយសារតែគោលនយោបាយរបស់លោកត្រាំអូបងប្អូនទាំងនេះរឿងមួយទៀតដែលសំខាន់នោះគឺសញ្ញេរបស់លោកត្រាំបាទកំពុងតែមានការដេញដោលគ្នាខ្លាំងតាក់ទងជាមួយនឹងសញ្ញេរបស់លោកត្រាំនៅលើกระดาษប្រាក់$100ដែលទូទៅសញ្ញេហ្នឹងគឺជាសញ្ញេរបស់រដ្ឋាភិបាលជាតិទេបាទក្រសួងហិរញ្ញវត្ថុទេតែឥឡូវនេះលោកដូណាល់ត្រាំកែមកដាក់សញ្ញេខ្លួនឯងហើយឥឡូវកំពុងតែជជែកគ្នាផងដែរអញ្ចឹងវាធ្វើឲ្យបាត់គេហៅថាបាត់តម្លៃស្នូលនៃសហរដ្ឋអាមេរិកតម្លៃស្នូលនៃភាពអព្យាក្រឹតនៃប្រជាធិបតេយ្យដែលគាត់តែងតែអះអាងថាបិតាប្រជាធិបតេយ្យអីផ្សេងបងប្អូនគ្នាអញ្ចឹងនេះគឺជារឿងសំខាន់ហើយត្រឡប់ទៅទីផ្សារហិរញ្ញវត្ថុទីផ្សារភាគហ៊ុនទីផ្សារផ្សេងដែលតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកកំពុងតែមានភាពរង្គោះរង្គើខ្លាំងដែលកន្លែងនេះយើងអាចនិយាយបានថាតម្លៃមាសអាចនឹងមានការហក់ឡើងថ្លៃត្រឡប់មកវិញដោយសារតែប្រាក់ដុល្លារឬក៏គេហៅថា Dollar Index DXY ហ្នឹងគឺមានការធ្លាក់ថ្លៃអញ្ចឹងយើងរងចាំមើលបន្ថែមទៀតថាតើថ្ងៃច័ន្ទបើកផ្សារតម្លៃមាសនឹងទៅជាយ៉ាងណាប៉ុន្តែការព្យាករណ៍របស់ខ្ញុំវិភាគថាតម្លៃមាសចាប់ពីដើមសប្តាហ៍ក្រោយទៅនឹងត្រឡប់មកល្អវិញនឹងល្អប្រសើរឡើងវិញបើសិនជាសង្គ្រាមអ៊ឺរ៉ង់មានលទ្ធភាពល្អជាងមុនចាំខ្ញុំវិភាគក៏ដូចជាសង្គ្រាមអ៊ឺរ៉ង់នៅវីដេអូក្រោយកុំឲ្យវាជន់ច្រើនពេកបាទសង្គ្រាមអ៊ឺរ៉ង់បន្តទៅមុខល្អ
ការចរចាផ្សេងៗនៅរងដែលមានអាញាកដាលដូចជាអេស៊ីបប៉ាគីស្ថានអូម៉ង់អីហ្នឹងមកចរចាទូគីហ្នឹងមកចរចា lobby កន្លែងហ្នឹងល្អបាទអាចបន្តទៅមុខបានហើយនឹងមានព័ត៌មានសេដ្ឋកិច្ចមួយចំនួនទៀតក៏ដូចជាអត្រាការប្រាក់គោលនយោបាយកណ្ដាលរបស់រដ្ឋាភិបាលជាតិសហរដ្ឋអាមេរិកក៏ដូចជាទីផ្សារហិរញ្ញវត្ថុពិភពលោកដែរដូច្នេះខ្ញុំវិភាគថាតម្លៃមាសនៅសប្តាហ៍ក្រោយនឹងចាប់ផ្ដើមត្រឡប់ល្អប្រសើរមកវិញហើយយើងនឹងរងចាំមើលថាតើនឹងមានព័ត៌មានអីសំខាន់ទៀតផ្ទាល់ហេតុការណ៍ខ្ញុំនឹងចែកជូនបងប្អូនទាំងអស់គ្នាបន្ថែមទៀតនៅក្នុង channel របស់ខ្ញុំផងដែរបើសិនជាបងប្អូនពេញចិត្តក៏ដូចជាយល់ស្របនៃអ្វីដែលខ្ញុំកុំភ្លេចជួយ like និង share លើវីដេអូនេះផងដែរបាទសូមអរគុណ